លើទីច្រើនយើងមកសบายចិត្តរៀងធ្វើដែរសบายចិត្តណាស់បងព្រោះបើសិនជាយើងអត់បានលុយរាជរដ្ឋាភិបាលឲ្យយើងក៏ចំណាយច្រើនណាស់កម្មករនយោជិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរបានបង្ហាញការសប្បាយចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានដំឡើងប្រាក់ខែបង្កើនការងារនិងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនព្រមទាំងមានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់ប្រាក់ឈ្នួលអបបរមារបស់កម្មករនយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី$40អាមេរិកក្នុងឆ្នាំ1997រហូតដល់$204អាមេរិកក្នុងឆ្នាំ2024បន្ថែមលើនេះរាជរដ្ឋាភិបាលអាណត្តិថ្មីបានបន្តផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀតក្នុងនោះមានការផ្ដល់ជូនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រគឺរបបសន្តិសុខសង្គមផ្នែកប្រាក់សុទ្ធធនសម្រាប់វិស័យឯកជនបងអើយសบายបើសិនជាយើងអត់ការងារធ្វើប្រាក់កម្រៃវាមានតិចដល់ពេលអញ្ចឹងយើងអាចផ្គត់ផ្គង់ទៅរួចទេតែបើសិនយើងមានការងារទៅយើងអាចថែមម៉ោងថែមអីវាបានប្រាក់កម្រៃគ្រាន់បើទៅយើងផ្គត់ផ្គង់ទៅតូចឈ្នះអ្នកស្រីឆោមសុភាជាកម្មការិនីរោងចក្រសេងយ៉ុងបាននិយាយថាការទទួលបានប្រាក់ឈ្នួលច្រើនជាងមុនជួយសម្រាលបន្ទុកក្នុងការចំណាយប្រចាំថ្ងៃលើការហូបចុកក្នុងគ្រួសារសល់លុយផ្ដល់ឲ្យកូនរៀននិងផ្គត់ផ្គង់ឪពុកម្ដាយដែលមានវ័យចាស់យើងទៅពិនិត្យផ្ទៃពោះហ្នឹងក៏គេឲ្យប្រាក់ឧបត្ថម្ភយើងនឹងមកដែរដល់ពេលយើងសម្រាលសេវាសម្រាលក៏គេចាញ់ឲ្យយើងនិយាយឆ្នាំតកអីគឺគេចាញ់ឲ្យយើងហើយយើងបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀតកម្មការិនីវ័យ30ឆ្នាំជាងរូបនេះនិយាយដោយទឹកមុខញញឹមថាក្រៅពីបានដំឡើងប្រាក់ខែជូនកម្មករនយោជិតរាជរដ្ឋាភិបាលក៏បានផ្ដល់ភាពកក់ក្ដៅបន្ថែមទៀតតាមរយៈការផ្ដល់ជូនអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គមដែលសំខាន់បំផុតគឺការឧបត្ថម្ភស្ត្រីមានផ្ទៃពោះពេលសម្រាលកូននិងការឧបត្ថម្ភក្រោយពេលសម្រាលកូនផងដែរពេលយើងចេញពីពេទ្យហ្នឹងយើងរត់ឯកសារឲ្យគឺយើងបាន80,000សារហ្នឹងហើយនឹងលុយ75%ទៀតហើយពេលយើងចម្រាហើយពេលកូនយើងទៅពេទ្យចាក់ថ្នាំបង្ការផ្សេងគឺបានទៀតម្ដង80,000ទៀតធ្វើសុបាយចិត្តណាស់បងព្រោះបើសិនជាយើងអត់បានលុយរាជរដ្ឋាភិបាលឲ្យយើងក៏ចំណាយច្រើនណាស់ដល់ពេលមានលុយរាជរដ្ឋាភិបាលឲ្យយើងទៅហើយយើងបានចំណូលមកវិញទៀតកម្មការិនីដទៃទៀតបានលើកឡើងថាក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលជាពិសេសក្នុងរយៈពេល1ឆ្នាំមកនេះពួកគាត់ក៏ទទួលបានការដំឡើងប្រាក់ខែលក្ខខណ្ឌការងារល្អប្រសើរនិងអត្ថប្រយោជន៍ផ្សេងទៀតកាន់តែច្រើនថែមទៀតការមកលុយខ្វះខាតច្រើនណាមួយគិតដល់ថ្លៃចាស់ជួចច្រើនទឹកភ្លើងហូបចុកហើយចំណេញចំណូលទៅគ្រួសារថាមួយខែមិនសល់ប៉ុន្មានវាគិតច្រើនណាវាចំណាយច្រើនជាងឥឡូវចំណាយរៀងតិចថ្លៃផ្ទះជួលក៏អត់សូវថ្លៃទឹកថ្លៃភ្លើងអីក៏រៀងចុះព្រោះហើយយើងចំណាយតិចក៏រៀងចំណូលរៀងបានច្រើនដែរប្រាក់ខែឥឡូវទីរៀងច្រើនយើងមកមានលុយអត្ថប្រយោជន៍ច្រើនដែរលុយបាយលុយធ្វើដំណើរយើងហើយយើងថែមម៉ោងទៅយើងបាន4200បើយើងចេញធ្វើការបានតែ8ម៉ោងទេយើងបានលុយបាយ1050ហើយមានលុយដំណើរលុយស្នាក់នៅហើយនឹងលុយ5%លក្ខខណ្ឌការងារហ្នឹងល្អអត់មានគេបន្ទាត់យើងទេសេរីភាពស្រួលនៅក្នុងរោងចក្រហ្នឹងអត់មានរឹតបន្តឹងសេរីភាពអីផងអត់សូវអស់លុយចំណាយលើថ្លៃពេទ្យមកមុខទេព្រោះយើងប្រើបទសបានប្រើបទសទៅវាអត់សូវអស់លុយច្រើនអញ្ចឹងប្រាក់ខែវារៀងសល់អត់សូវខ្វល់ដោយសារមានបទសជួយព្រោះយើងអត់សូវចំណាយលើកូនឬក៏ពេទ្យ